ប្រាប់យើងបាទវាផ្ញើសារមក account WhatsApp យើងក៏ដូចជា Gmail ដែលយើងបានដាក់ហ្នឹងគឺក្នុងរយៈពេល48ម៉ោងចុះក្រោមបាទបាទជំរាបសួស្តីបងប្អូនគ្នាវិលមកកាន់ channel ផុនកំសឿទាំងអស់គ្នាជឿថ្ងៃនេះផងដែរចង់បង្ហាញបងប្អូនពីរបៀបនៃការដោះ Facebook ban លុប account បាទជឿសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងនេះមួយផងបាទអរគុណច្រើនតោះអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនចូលមកកាន់ app Facebook បាទរួចហើយបងប្អូនចុចពាក្យថា get start បាទអញ្ចឹងមកដល់នេះយើងចុច next ទៅមុខទៀតបាទរួចហើយយើងចុចពាក្យថា confirm your identity បាទអញ្ចឹងបាទមកដល់នេះបងប្អូនរងចាំសិនបាទវាកំពុងតែធ្វើការរកអត្តសញ្ញាណរបស់យើងបាទអញ្ចឹងមកដល់នេះយើងធ្វើការចុច next ទៅមុខទៀតបាទកន្លែងនេះវាមាន2ជម្រើសបងប្អូនបាទទី1នេះគឺ Gmail បាទ email របស់យើងហ្នឹងទី2គឺ WhatsApp បាទអញ្ចឹងសម្រាប់បងប្អូនដែលបង្កើត Facebook ដាក់ទៅលើ Gmail បងប្អូនយក Gmail នឹងមកដាក់មកអញ្ចឹងបងប្អូនមានលេខទូរស័ព្ទដាក់លេខទូរស័ព្ទមកក៏ប៉ុន្តែបញ្ជាក់តិចណាបងប្អូនលេខទូរស័ព្ទបើសិនជាបងប្អូនមាន account WhatsApp ទើបវាផ្ញើសារលេខកូដហ្នឹងទៅបាទបើសិនជាបងប្អូនមានតែលេខទូរស័ព្ទទេអត់មាន account WhatsApp ទេគឺវាអត់អាចផ្ញើទៅបានទេបាទអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការបង្ហាញទៅលើ WhatsApp បាទអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទខ្ញុំដែលមាន account WhatsApp ហ្នឹងមកបងប្អូនមាន Gmail ដាក់ Gmail មកណាបាទកន្លែងនេះយើងរងចាំសិនបាទអូខេបងប្អូនបាទគឺវាផ្ញើកូដទៅ account WhatsApp របស់យើងហើយអញ្ចឹងបងប្អូនអាចទៅឆែកមើលដូចគ្នាមកបាទឆែកលើ Gmail ក៏បានបងប្អូនដាក់ Gmail បាទអញ្ចឹងលេខកូដវាមានចំនួន6ខ្ទង់បាទខ្ញុំសូមធ្វើការវាយបញ្ចូលសិនបាទបញ្ចូលរួចហើយយើងចុចនេះទៅមុខទៀតមកណាបងប្អូនបាទអញ្ចឹងមកដល់នេះគឺយើងធ្វើការដាក់អត្តសញ្ញាណរបស់យើងចូលមួយបាទមាន passport មានបានបើកបរអត្តសញ្ញាណបានបាទមានច្រើនមែនតើនេះបងប្អូនមើលមាន visa មាន passport មានអីបន្ថែមទៀតបាទមានច្រើនមែនតើអញ្ចឹងឥឡូវនេះខ្ញុំធ្វើការដាក់ទៅលើអត្តសញ្ញាណបានមួយបាទរួចហើយយើងចុច submit បាទជាទូទៅខ្ញុំធ្វើការដោះបានភាគច្រើនបាទអញ្ចឹងបងប្អូនសាកល្បងធ្វើទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះយើងរងចាំសិនបាទវាកំពុងតែស្នើវា checking your photo របស់យើងមានន័យថាវាពិនិត្យមើលទៅលើអត្តសញ្ញាណរូបភាពឯកសាររបស់យើងបាទអញ្ចឹងបងប្អូនរងចាំសិនឲ្យវាដើរពេញសិនមកបាទឲ្យវា scan មើលពេញអាហ្នឹងបាទអញ្ចឹងខ្ញុំដោះបានជាច្រើន account ដែរបាទកន្លងមកទើបខ្ញុំលើកមកបង្ហាញបងប្អូនបាទដែលមានបញ្ហានេះកើតឡើងបងប្អូនអាចព្យាយាមដោះបានបាទបងប្អូនដោះម្ដងមិនបានបងប្អូនអាចដោះ2ទៅ3ដងអញ្ចឹងណាបងប្អូនបាទអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការខាវីដេអូបន្តិចដោយសារតែកុំឲ្យវានាទីយើងយូរបាទបាទអញ្ចឹងគឺវាចិត្តពេញហើយបាទកន្លែងនេះគឺវាពេញវានឹងប្រាប់យើងបាទវាផ្ញើសារមក account WhatsApp យើងក៏ដូចជា Gmail ដែលយើងបានដាក់ហ្នឹងគឺក្នុងរយៈពេល48ម៉ោងចុះក្រោមបាទអញ្ចឹងបងប្អូនអាចទៅចូលឆែកមើលទៅលើ account WhatsApp និង Gmail របស់យើងបានបាទក្នុងអំឡុងពេលហ្នឹងបាទ48ម៉ោងចុះក្រោមហ្នឹងគឺយើងទៅឆែកមើលទៅបាទគឺយើងទទួលបានការដោះហ្នឹងជោគជ័យឬមួយក៏អត់អញ្ចឹងណាបងប្អូនបើសិនជាអត់ទេបងប្អូនអាចធ្វើការដោះបែបផ្សេងទៀតណាមានន័យថាយើងដាក់ទៅលើយើងដូរណាយើងដាក់ទៅលើ passport ឬទៅលើបានបើកបរអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាវីដេអូនេះមានសារៈសំខាន់បងប្អូនអាច share ចែកចម្លែកបានបាទអរគុណច្រើន